Unity ប្រវត្តិសាស្ត្រវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូននិងប្រិយមិត្តចង់ស្វែងយល់ពីប្រវត្តិសាស្ត្រចំពោះ4ការចាក់ឫសគល់នៃអរិយធម៌ឥណ្ឌានៅអាស៊ីអាគ្នេយ៍តភាគ18ការធ្វើដំណើរដ៏វែងឆ្ងាយនេះត្រូវបានសម្រួលដោយកត្តា3គឺការចម្រើនលូតលាស់ក្នុងផ្នែកនាវាចររបស់ឥណ្ឌាដោយពេលនោះគេចេះធ្វើដំណើរសំពៅធំអាចផ្ទុកមនុស្សបានពី600ទៅ700នាក់ម្យ៉ាងទៀតនៅពាក់កណ្ដាលសតវត្សទី1នៃគ្រិស្តសករាជអ្នកបើកបរសំពៅជាតិក្រិកគឺលោក Hippalo បានរកឃើញនៅភាពខ្លះគ្នានៃខ្យល់រដូវជាហេតុជំរុញឲ្យមានសន្ទុះយ៉ាងខ្លាំងក្នុងផ្នែកជំនួញតាមផ្លូវសមុទ្ររវាងប្រទេសឥណ្ឌានិងកំពង់ផែទាំងឡាយនៅតាមឆ្នេរសមុទ្រក្រហមការចម្រើនលូតលាស់នៃព្រះពុទ្ធសាសនាព្រោះសាសនានេះបានលុបចោលនៅប្រព័ន្ធវណ្ណៈដែលជាហេតុនាំឲ្យពួកឥណ្ឌាឈប់ខ្លាចបាត់ភាពបរិសុទ្ធខាងជាតិសាសន៍របស់ខ្លួនដោយធ្វើការតាក់ទងជាមួយបរទេសរឿងរ៉ាវដែលជាប់តាក់ទងនឹងការធ្វើនាវាចរតាមសមុទ្រត្រូវបានពួកអ្នកនិពន្ធឥណ្ឌារៀបរាប់ក្នុងគម្ពីរជាដកការរីកធំនៃការផ្សារជំនួញចិនក្រោយដែលជនជាតិនេះបានវាយលុកយកបានតំបន់ផ្សេងនៅខាងត្បូងទន្លេយ៉ងសេចំពោះបុព្វហេតុទី4ដែលតាក់ទងនឹងការធ្វើជំនួញនេះអ្នកខ្លះយល់ថាពួកឈ្មួញឥណ្ឌាដែលគ្រាន់តែបានមកតាំងគ្រឹះស្ថានជំនួញរបស់ខ្លួននៅលើឆ្នេរសមុទ្រឃើញថាมันអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងយ៉ាងយូរជាមួយនឹងអ្នកស្រុកអាយនិងពួកមេកាយដើម្បីផ្សព្វផ្សាយឥទ្ធិពលវប្បធម៌របស់ខ្លួនបានឡើយដោយហេតុនេះហើយបានជាគេបានសង្កត់ទៅលើវត្តមាននៃពួកបញ្ញវន្តឥណ្ឌានិងការវិលត្រឡប់មកកាន់មាតុប្រទេសវិញនៃពួកអ្នកស្រុកក្រោយពីបានស្នាក់នៅប្រទេសឥណ្ឌាអស់មួយរយៈពេលឥណ្ឌាបានមកផ្សាយអរិយធម៌របៀបណាក្នុងរឿងនេះលោក G. Ferran បានធ្វើសមិទ្ធកម្មមួយសម្រាប់កោះជ្វាតែអ្នកស្រាវជ្រាវយល់ថាអាចយកទៅអនុវត្តចំពោះប្រទេសផ្សេងនៅអាស៊ីអាគ្នេយ៍ទាំងមូលបានលោកសរសេរថាពួកចំណូលថ្មីឥណ្ឌាបានមកតាក់ទងជាមួយពួកមេដឹកនាំហើយយកចិត្តពួកនេះដោយចំនួនការព្យាបាលជំងឺនិងការផ្ដល់ឲ្យនៅយន្តគាថាដោយពុំទាន់មានអ្នកបកប្រែភាសាពួកឥណ្ឌាត្រូវតែខិតខំរៀនភាសារបស់ពួកអ្នកស្រុកបន្ទាប់មកបានរៀបមង្គលការជាមួយកូនស្រីរបស់ពួកមេដឹកនាំក៏ចាប់ពីពេលនេះហើយដែលពួកឥណ្ឌាមានលទ្ធភាពផ្សព្វផ្សាយអរិយធម៌របស់ខ្លួនដោយមានជោគជ័យព្រោះថាពួកស្រីស្រុកអាយនេះបើកាលណាជ្រួតជ្រាបដោយគំនិតនិងជំនឿរបស់ប្តីខ្លួនហើយនិយាយផ្សាយតទៅទៀតនោះច្បាស់ជាពួកអ្នកស្រុកជឿតាមភ្លាមមិនខានតែដើម្បីសម្ដែងឬពន្យល់គំនិតនិងជំនឿថ្មីនេះ
បានគេត្រូវតែប្រើពាក្យពេចន៍របស់ឥណ្ឌាដោយខានមិនបានព្រោះក្នុងភាសារបស់គេពុំមានពាក្យណាអាចយកទៅប្រើក្នុងកិច្ចការបែបនោះបានឡើយក្នុងដំណាក់កាលទី2គឺបន្ទាប់ពីពួកឈ្មួញមកមានពួកបញ្ញវន្តក្នុងវណ្ណៈខ្ពស់ទាំងពីរមកដល់ចំពោះរឿងនេះគេយល់ថាពួកព្រាហ្មណ៍ខ្លះដែលមានឈ្មោះល្បីពូកែខាងមុនអាគមដោយសារការឲ្យព័ត៌មានរបស់ពួកឈ្មួញច្បាស់ជាបានពួកមេដឹកនាំឲ្យអារាធនីមកដើម្បីជួយបង្កើនអំណាចនិងលើកកិត្យានុភាពរបស់ខ្លួនថែមទៀតរួចមកហើយយើងបានឃើញថាព្រះពុទ្ធសាសនាមានមុខងារយ៉ាងធំសំខាន់ក្នុងជំនួញផ្លូវសមុទ្ររវាងឥណ្ឌានិងអាស៊ីអាគ្នេយ៍ហើយគេបានសង្កេតឃើញទៀតថាក្នុងប្រទេសជាច្រើនវត្ថុជាសក្ខីភាពចាស់បំផុតនៃការផ្សាយអរិយធម៌ឥណ្ឌាគឺព្រះពុទ្ធរូបទីបង្កដែលអ្នកធ្វើដំណើរតាមសមុទ្រនិយមគោរពណាស់ដូច្នេះឃើញថាពុទ្ធសាសនាមាននាទីយ៉ាងសំខាន់ព្រោះហាក់ដូចបានបើកផ្លូវនាំឲ្យឥណ្ឌាមកកាន់អាស៊ីអាគ្នេយ៍ក៏ប៉ុន្តែរាជាណាចក្រនានាដែលបានបង្កើតឡើងនៅភូមិភាគនេះមិនយូរប៉ុន្មានក៏បានទទួលយកនៅទស្សនៈវិសេវៈនិយមនៃរាជាធិបតីដែលមានមូលដ្ឋានស្ថិតលើទំនាក់ទំនងរវាងព្រាហ្មណ៍និងក្សត្រីនិងការគោរពបូជាលិង្គទេវរាជការបង្កើតរាជាណាចក្រដោយផ្លាស់ប្ដូរគ្រឹះស្ថានជំនួញឲ្យទៅជារដ្ឋបែបនេះអាចប្រព្រឹត្តទៅដោយវិធីពីរយ៉ាងឬមួយមានឥណ្ឌាម្នាក់តាំងខ្លួនជាមេដឹកនាំរបស់អ្នកស្រុកអាយដែលបានទទួលឥទ្ធិពលឥណ្ឌាច្រើនឬតិចឬមួយមានមេដឹកនាំអ្នកស្រុកចង់ពង្រីកអំណាចរបស់ខ្លួនដោយទទួលយកទស្សនៈរបស់បរទេសករណីទាំងពីរនេះអាចកើតឡើងបានដូចគ្នាប៉ុន្តែក្នុងករណីទី1បើទោះជារាជវង្សមានសញ្ជាតិជាឥណ្ឌាសុសាតតាំងពីដើមមកក៏មិនអាចមានលក្ខណៈនេះវែងឆ្ងាយបានទេព្រោះគេពុំអាចជៀសវាងបាននៅការយកគ្នាជាប្តីប្រពន្ធរវាងឥណ្ឌានិងអ្នកស្រុកបានឡើយរឿងព្រះថោងនាងនាគឬរឿងហ៊ុនទៀនលាវយីអាចបញ្ជាក់យើងពីចំណុចនេះបានប៉ុន្តែចំពោះករណីទី2គឺថាលើកពួកមេដឹកនាំអ្នកស្រុកឲ្យឡើងឋានៈជាក្សត្រីដោយពិធីវាទសោមនោះគេយល់ថាមានញឹកញាប់ជាងខ្ញុំសូមស្លេះប៉ុណ្ណេះនឹងអានជូនអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ